ជំរាបសួរបងប្អូនក្រុមជំនុំទាំងអស់គ្នាបាទឈ្មោះឈឹមដឹមអតីតគ្រូបង្រៀននៅសាលាបឋមសិក្សាទឹកខបញ្ញោកាលឥឡូវនេះខ្ញុំសូមលើកវិធីបន្ទាល់អស្ចារ្យជាច្រើនដែលខ្ញុំបានឆ្លងកាត់កន្លងមកតាំងពីមុនជឿព្រះអង្គរហូតមកដល់ពេលនេះប៉ុន្តែច្រើនណាស់គឺខ្ញុំឥឡូវនេះខ្ញុំលើកយកតែចំណុចសំខាន់ព្រោះពេលវេលាយើងខ្លីដូច្នេះទីបន្ទាល់ទី1ខ្ញុំសូមលើកពីសម័យប៉ុលពតខ្ញុំត្រូវគេឆ្លប់ចងយកទៅសម្លាប់ទាំងយប់ប៉ុន្តែនៅពេលនោះស្រាប់តែមានកម្លាំងអ្វីមួយមកទប់ខ្ញុំមិនឲ្យខ្ញុំឆ្លប់មិនឲ្យឆ្លប់អូសខ្ញុំទៅរួចរហូតដល់ខ្ញុំរួចខ្លួនពីការស្លាប់នោះដោយសារមានសាក្សីជាច្រើនជួយអំណះអំណាងចំពោះពេលដែលឆ្លប់ចាប់នោះទៅគឺខ្ញុំត្រូវបានគេជួយដោះសារជំនួសខ្ញុំហើយខ្ញុំត្រូវរួចខ្លួននេះជាគ្រោះថ្នាក់ដែលត្រូវស្លាប់លើកទី1បាទបន្ទាប់មកទៀតខ្ញុំមានគ្រោះថ្នាក់លើកទី2បាទលើកទី2នេះគឺនៅក្នុងសម័យយើងបច្ចុប្បន្នសម័យដែលកាលនោះស្ពានអ្នកលឿងគេសម្ពោធហើយខ្ញុំថ្ងៃឈប់សម្រាកខ្ញុំក៏ដាស់ក្មួយថាតោះទៅមើលស្ពានអ្នកលឿងព្រោះឮល្បីថាល្អស្អាតពេលនោះក៏ជិះម៉ូតូឲ្យអាក្មួយហ្នឹងដប់ខ្ញុំធ្វើដំណើរតាមផ្លូវពីផ្ទះខ្ញុំនៅភូមិញការស្បែងយើងនេះហើយជិះទៅតាមផ្លូវពេទ្យរុស្ស៊ីក៏ចាក់ទៅស្ពានច្បារអំពៅឆ្លងស្ពានច្បារអំពៅបានប្រហែលជា500ម៉ែត្រតែប៉ុណ្ណោះស្រាប់តែមានរថយន្តធំមួយរថយន្តកង់10បុកម៉ូតូខ្ញុំពីក្រោយមួយទំហឹងពេលដែលបុកម៉ូតូមកឡានបុកផាំងអញ្ចឹងទៅខ្ញុំបាត់ស្មារតីហើយស្រាប់តែពេលខ្ញុំដឹងខ្លួនឡើងខ្ញុំក៏ខ្ទាតនៅខាងចិញ្ចើមផ្លូវឯណោះបាទចិញ្ចើមផ្លូវហើយខ្ញុំមានអារម្មណ៍ថាក្មួយខ្ញុំខ្ទេចហើយពេលនោះខ្ញុំក៏ខំប្រឹងបើកភ្នែកមើលឃើញក្មួយខ្ញុំកំពុងតែរមៀលចេញពីឡានមកហើយម៉ូតូនៅក្រោមឡានខ្ទេចម៉ូតូប្អូនខ្ញុំវាទិញបងរំលោះទៅបានប្រហែលជាមួយខែខ្ទេចសងហើយពេលនោះខ្ញុំក៏ស្ទុះទៅលើកក្មួយសួរវាថាក្មួយយ៉ាងម៉េចហើយមានបញ្ហាអីទេវាក៏ឆ្លើយប្រាប់ខ្ញុំថាខ្ញុំអត់អីទេអ៊ំចឹងខ្ញុំឲ្យគាត់អង្គុយមួយកន្លែងមួយទទួលមកគាត់ក៏ប្រាប់ថាអ៊ំអើយខ្ញុំបាក់ឆ្អឹងដងកបាត់ហើយខ្ញុំក៏ប្រាប់វាថាអង្គុយស្ងៀមទៅបន្តិចទៀតឲ្យប៉ូលីសហៅឡានពេទ្យមកប៉ូលីសក៏ប្រាប់ថាខ្ញុំហៅហើយបន្តិចមកដល់ហើយបាទពេលដែលបុកខ្ទាតនោះខ្ញុំគ្មានរបួសអីទាំងអស់ហើយក៏អត់មានដឹងថាឈឺចាប់កន្លែងណានេះគឺពិតជាអស្ចារ្យដែលព្រះលើកខ្ញុំចេញពីម៉ូតូទៅដាក់ឲ្យអង្គុយដោយស្ងៀមហើយរលត់ប៉ុណ្ណឹងចុងកញ្ចក់តែប៉ុណ្ណោះអត់មានដឹងឈឺអ្វីទាំងអស់គឺក្នុងខ្លួនខ្ញុំស្អាតទៅទេបាទអត់មានប្រឡាក់ប្រឡូសអីទាំងអស់នេះគឺជាការអស្ចារ្យដែលខ្ញុំទទួលបានរួចពីស្លាប់លើកទី2ហើយលើកចុងក្រោយដែលខ្ញុំទទួលបានការអស្ចារ្យមួយទៀតគឺកូនខ្ញុំជំពាក់លុយគេខ្ញុំក៏លក់ដីសងកូនខ្ញុំម្ដង$120,000ម្ដងទៀត$50,000ហើយលើកចុងក្រោយនេះតែ$20,000ទេប៉ុន្តែគឺចង់ពេលសិតតែពេលសេដ្ឋកិច្ចធ្លាក់ទាំងអស់$120,000បង់ធនាគារមួយថ្ងៃមួយខែ$1,700ហើយកូវីដកំពុងតែផ្ទុះតើយើងមានច្រកណាចេញពេលនោះខ្ញុំមានតែពឹងទៅលើព្រះអធិដ្ឋានពីអ្នកប្តីប្រពន្ធថាបើខ្ញុំគិតទៅចំណុចហ្នឹងខ្ញុំនឹងឈួតដូច្នេះខ្ញុំលែងគិតថាខ្ញុំផ្ញើថ្វាយទាំងអស់ទៅព្រះអង្គសូមឲ្យព្រះអង្គធ្វើការជួយដោះស្រាយសម្រាប់ខ្ញុំព្រោះខ្ញុំគ្មានលទ្ធភាពអីទេពេលគ្រាន់តែខ្ញុំអធិដ្ឋានបានមួយរយៈដីដែលកំពុងតែស្ងៀមស្ងាត់គ្មានម្នាក់ណាទិញសោះស្រាប់តែមានគេមកសួរទិញបាទសួរទិញខ្ញុំក៏លក់ទៅសមអំណុលធនាគារពី10ហ្នឹងម៉ឺនពី10ម៉ឺនហ្នឹងយើងបង់2ឆ្នាំហើយពេលដែលយើងយកទៅផ្ដាច់ខ្វះតែប្រហែល100ទេឡើង310ម៉ឺនបាទ130000ប្រពន្ធខ្ញុំគាត់ទៅយកទៅផ្ដាច់គាត់ចង់សន្លប់ពេលហ្នឹងដែលផ្ដាច់ខ្ញុំអត់នៅខ្ញុំនៅរៀមណោះអញ្ចឹងគាត់ពីអ្នកកូនយកទៅផ្ដាច់លុយដែលនៅសល់ខ្ញុំធ្វើផ្ទះឲ្យកូន2ល្វែងបន្តទៀតខ្ញុំធ្វើបាន5ល្វែងសម្រាប់ផ្ទះកូន5នាក់ខ្ញុំធ្វើ5ល្វែងចែកឲ្យពួកគាត់ដូច្នេះខ្ញុំដោះរួចហើយខ្ញុំគិតថាខ្ញុំអស់បំណុលបន្តិចក្រោយមកស្រាប់តែបំណុលនឹងមានបន្តមកទៀតកូនជំពាក់គេចឹងតែអាការដើមការសរុបឡើង$50,000ខ្ញុំពិបាកទៀតនឹងធ្វើមិនប៉ុន្តែខ្ញុំទុកចិត្តព្រះលើកក្រោយនេះខ្ញុំអធិដ្ឋានអញ្ចឹងទៀតស្រាប់តែគេមកទិញទៀតដោះស្រាយសងរួចហើយខ្ញុំយកអាលុយសល់ទៅទិញដីកន្លែងផ្សេងដើម្បីកុំឲ្យបាត់ដំណើរចុងក្រោយ
អស់ការអស់ចុងក្រោយគឺថ្ងៃ24កក្កដាគឺជាថ្ងៃដែលផ្ទុះសង្គ្រាមនៅព្រំដែនបាទរវាងខ្មែរហាងថៃពេលនោះខ្ញុំអស់សង្ឃឹមហើយគេមកសួរដីហ្នឹងសួរពីរដងហើយតែអត់ត្រូវទេសួរបាត់ស្រាប់តែថ្ងៃដែលផ្ទុះកំភ្លើងផ្ទុះសង្គ្រាមពេលព្រឹកថ្ងៃល្ងាចឡើងអ្នកគប់ជេរតែមកប្រាប់ខ្ញុំថាលោកគ្រូល្ងាចគេមកកក់លុយខ្ញុំអរំភើបណាស់បាទអរំភើបប៉ុន្តែចិត្តរបស់ខ្ញុំនៅតែអត់ទុកចិត្តហ្នឹងអត់ទុកចិត្តថាវគេដូរចិត្តវិញអារម្មណ៍របស់ខ្ញុំនៅតែអត់ទុកចិត្តហ្នឹងព្រោះពេលហ្នឹងគឺយើងពិបាកបង់លុយការឲ្យគេ 20000មែនប៉ុន្តែលុយឯកជនបាទ 10000 ការ 300 26000 600 មួយខែហើយយើងមានលទ្ធភាពអីយើងជាគ្រូចូលនិវត្តន៍ហើយប្រាក់ខែបន្តិចតួចគ្រាន់តែទៅពេទ្យមើលខ្លួនហើយនឹងហូបចុកបន្តិចតួចអញ្ចឹងយើងមានលទ្ធភាពអីបង់ឲ្យគេតែដល់ពេលល្ងាចឡើងអ្នកគប់ជេរនោះមកគ្រាន់ដល់អារម្មណ៍របស់ខ្ញុំអង្គុយចាំធ្វើកិច្ចសន្យាកក់លុយហ្នឹងមានអារម្មណ៍ថាគេអត់មកវិញណាពិបាកក្នុងចិត្តបាទពិបាកក្នុងចិត្តខ្លាំងមែនទែនស្រាប់តែមកស្ទុះគេបើកឡានមកដល់ក៏បានកក់លុយនៅថ្ងៃនោះតែម្ដងបាទអញ្ចឹងនេះជាការអស្ចារ្យដែលព្រះអង្គធ្វើសម្រាប់ខ្ញុំជាបន្តបន្ទាប់រហូតមកដល់ពេលនេះបើខ្ញុំនិយាយសរុបអំពីគ្រោះថ្នាក់ដែលខ្ញុំត្រូវស្លាប់ជាង20ដងប៉ុន្តែខ្ញុំរួចផុតទាំងអស់ហើយព្រះអង្គរើសខ្ញុំលើកខ្ញុំពីខ្ញុំបាត់ដៃទៅទេសរហូតដល់សប្តាហ៍ថ្ងៃនេះខ្ញុំខ្លាចជាមនុស្សម្នាក់ដែលមានធនធានធ្វើផ្ទះចែកឲ្យកូនមានធនធានផ្ដល់ចំណេះដឹងឲ្យកូនមានការងារឲ្យធ្វើឲ្យកូនធ្វើគ្រប់គ្នាហើយខ្ញុំរស់នៅដោយសុខសាន្តជាមួយនឹងព្រះគ្រប់ពេលគ្រប់វេលាបាទអរគុណព្រះអង្គគឺខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណដល់អស់លោកអ្នកស្ដាប់ទាំងអស់គ្នាសូមឲ្យបានព្រះគុណនិងប្រពរមកពីព្រះអង្គគ្រប់គ្នាសូមអរគុណសូមព្រះអង្គទានពរអាមែន